បាទអរុនសុស្ដីបងប្អូនទាំងអស់គ្នាបងប្អូនដឹងទេថាទីតាំងស្ថិតនៅទីណាបងប្អូនកលេចផ្លែតមកបាទនេះគឺជាសំណង់បុរាណបងប្អូនសំណង់បុរាណស្ពានកំពង់ក្ដីវារដូវវស្សាក្នុងខែ10នេះបងប្អូននេះទឹកកំពុងតែហូរសន្សឹមបាទសន្សឹមជាមួយនឹងទិដ្ឋភាពស្ពានបុរាណដ៏សែនស្រស់ស្អាតដែលបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយបងប្អូនស្ថិតនៅក្នុងពេលព្រឹកម្លឹមជាបងប្អូនទិដ្ឋភាពវាស្រស់បំប្រងដោយសារពីយប់មិញភ្លៀងពេលចឹងទៅព្រឹកម្លឹមឡើងស្អាតមែនតែនបាទសម្រាប់ស្ពាននិងទេសភាពបរិយាកាសនៅជុំវិញទីនេះនេះខ្ញុំចាប់រូបភាពពីខាងក្រោយស្ពានមានន័យថាទឹកហូរចុះទៅបាទទឹកហូរចុះទៅហើយនៅខាងនេះក៏យើងឃើញមានអ្នកលក់ដូរអាកោត្នោតបាទអាកោត្នោតបងប្អូនទាំងអស់គ្នាអាចមកលេងបានពេលធ្វើដំណើរទៅសៀមរាបអាចឆ្លងកាត់តំបន់នេះអាចចូលលេងកម្សាន្តបាទជាមួយនឹងស្ពានបុរាណនៅខាងកំពង់ក្ដីបងប្អូនណាបាទអរគុណច្រើនបងប្អូន